ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកធ្វើគោឡើងភ្នំគ្រឿងផ្សំយើងងាយទេនៅម្នាក់ឯង2នាក់ញ៉ាំបានដូចគ្នាហើយអស់តិចមែនតែនអ្នកទាំងអស់គ្នាគ្រឿងផ្សំញ៉ាំមានបន្លែដូចជាបន្លែយកមកអាំងជាមួយសាច់គោហ្នឹងមានផ្សិតម្ជុលស្ពៃបូកគោតគួរអ្នកទាំងអស់គ្នាចង់បោកថែមបន្លែផ្សេងក៏បានដែរចេះញ៉ាំបន្លែអីដាក់បន្លែហ្នឹងថែមទៅហើយខ្ញុំចេះញ៉ាំទៅប៉ុណ្ណឹងខ្ញុំដាក់ប៉ុណ្ណឹងអ្នកទាំងអស់គ្នានិយាយរំទៅឆ្នៃតាមចំណង់ចំណូលចិត្តអ្នកទាំងអស់គ្នាទៅហើយសាច់វិញខ្ញុំមានសាច់គោហើយនិងសាច់ជ្រូក3ជាន់អ្នកទាំងអស់គ្នាអត់មានសាច់ជ្រូក3ជាន់ប្រើសាច់គោសុទ្ធក៏បានដែរអ្នកទាំងអស់គ្នាអត់បញ្ហាទេតែបើយើងថែមសាច់ជ្រូក3ជាន់មួយទៀតទៅវាទៅតំណងឆ្ងាញ់ជាងអ្នកទាំងអស់គ្នាហើយសាច់ជ្រូក3ជាន់ហ្នឹងខ្ញុំឲ្យគេប្រាប់គេអ្នកលក់ឲ្យហូតឲ្យវាឲ្យស្ដើងដូចយកទៅប្រឡាក់អញ្ចឹងណាហើយខ្ញុំមកដល់ផ្ទះខ្ញុំលាងទៅស្អាតកាត់វាជា2ជា3ថែមផ្ទះសាច់ជ្រូក3ជាន់យើងវាតូចធំស្ដើងខ្លាំងអីចឹងទៅបើវាធំកាត់3 4ទៅបើវាតូចកាត់ជា2ជា2ទៅហើយបន្ទាប់មកមានប៊ឺយើងអ្នកទាំងអស់គ្នាហើយពងមាន់ខ្ញុំប្រើពងមាន់2គ្រាប់មកជាមួយនឹងសាច់គោសាច់ជ្រូកនោះអ្នកទាំងអស់គ្នាបន្ទាប់ពីមើលគ្រឿងផ្សំយើងហើយយើងចូលមកការធ្វើម្ដងការធ្វើហ្នឹងខ្ញុំមានចានតនេមួយខ្ញុំដាក់សាច់គោចូលដាក់សាច់គោចូលហើយខ្ញុំក៏ដាក់សាច់ជ្រូកចូលដាក់សាច់ជ្រូកចូលហើយខ្ញុំបង់គ្រឿងវាហ្នឹងខ្ញុំមានរ៉ូឌីមួយស្ភាកាហ្វេអ្នកទាំងអស់គ្នារ៉ូឌីហ្នឹងខ្ញុំបង់មួយស្ភាកាហ្វេហើយបន្តមកទៀតខ្ញុំបង់ប៊ីចេងមកចុងស្ភាខ្ញុំបង់ប៊ីចេងហើយខ្ញុំក៏បង់ស្ករបន្ថែមទៀតអ្នកទាំងអស់គ្នាស្ករហ្នឹងខ្ញុំប្រើមកចុងស្ភាកាហ្វេដែរហើយខ្ញុំក៏ដាក់ពងមាន់យើងចូល2គ្រាប់ហើយតមកទៀតខ្ញុំក៏បង់ទឹកប្រេងខ្យងយើងមកស្ភាបាយអ្នកទាំងអស់គ្នាបន្ទាប់ពីខ្ញុំបង់ប្រេងខ្យងចុះហើយខ្ញុំក៏ក្លុកសាច់គឺក៏យើងបង់មកហ្នឹងឲ្យចូលជាតិគ្នាឲ្យអស់ហើយខ្ញុំក៏ទុកវាចោលប្រហែលជា5នាទីដើម្បីឲ្យសាច់យើងនឹងចូលជាតិជាមួយពងមាន់មួយគ្រឿងខៅដែលយើងផ្សំមិញទាំងអស់គ្នាហើយចូលមកមើលការធ្វើទឹកជ្រលក់របស់យើងជ្រលក់មួយសាច់នឹងវិញម្ដងអ្នកទាំងអស់គ្នាធ្វើទឹកជ្រលក់តាហ៊ូយើងនឹងខ្ញុំមានខ្ទឹមសហ្នឹងខ្ញុំដាក់បុកមួយត្បាល់បែកអញ្ចឹងមកខ្ញុំក៏ហើសបកវាចេញហើយខ្ញុំក៏បុកវាថែមមួយម្ទេសអ្នកទាំងអស់គ្នាបុកឲ្យម៉ត់ឡាវហ្មងបានឆ្ងាញ់ហើយតើបុកម៉ត់ឡាវហើយខ្ញុំក៏ចូលមើលតាហ៊ូយើងម្ដងតាហ៊ូហ្នឹងខ្ញុំដាក់ចូល10ដុំហើយអ្នកទាំងអស់គ្នាច្រើនខ្ញុំប្រើទឹកជ្រលក់ច្រើនហើយខ្ញុំក៏បានបុកនេះយើងចូលមកមើលខ្ទឹមយើងម្ទេសយើងបុកលាយចូលគ្នាមិញវិញហើយយើងចូលតាហ៊ូយើងវិញបង់វាចេងកន្លះស្ពាស្ករកន្លះស្ពាបាយខ្ញុំដាក់រៀងច្រើនតិចហើយគោលរសជាតិហើយវាដិតហ្មងណាដោយសារតាហ៊ូយើងប្រះហើយខ្ញុំក៏កូរលាយវាឲ្យម៉ត់ឡាវឲ្យលាយចូលគ្នាគ្រឿងខៅអីហ្នឹងបន្ទាប់ពីលាយឲ្យអស់ហើយខ្ញុំក៏បង់ម្ទេសខ្ទឹមសដែលយើងបុកម៉ត់ចូលគ្នាមិញហ្នឹងដាក់ចូលអ្នកនរគ្នាដាក់ចូលហើយខ្ញុំក៏កូរវាឡើងវិញបន្តិចហើយខ្ញុំក៏ច្របាច់ក្រូចឆ្មាចូលអ្នកនរគ្នាខ្ញុំក៏ប្រើក្រូចឆ្មាដែរណាក្រូចឆ្មានេះខ្ញុំប្រើអស់2ចំណិតអ្នកនរគ្នាបន្ទាប់ពីទឹកជ្រលក់ខ្ញុំលាយគ្រឿងភ្លក់អីមកល្មមធ្វើមាត់ខ្ញុំហើយខ្ញុំចូលអាំងសាច់ម្ដងអ្នកនរគ្នាអាំងសាច់ខ្ញុំប្រើឆ្កែអគ្គិសនីអ្នកគ្នាមានឆ្កែអគ្គិសនីអ្នកនរគ្នាប្រើខ្ទះធម្មតាក៏បានប្រើឆ្កែហ្គាសអីចឹងទៅណាហើយខ្ញុំក៏ដាក់ប៊ឺចូលប៊ឺនេះខ្ញុំដាក់កន្លះស្ពាបាយអ្នកទាំងអស់គ្នាដាក់ចូលទៅនឹងខ្ទះក្តៅហ្មងហើយខ្ញុំក៏ដួសសាច់ដែលយើងទុកត្រូវគ្រឿងចូលជាតិមិញហ្នឹងវាចូលជាតិហើយអស់ហើយខ្ញុំក៏ដាក់អាំងវាឡើងអ្នកទាំងអស់គ្នាសាច់ហ្នឹងអ្នកទាំងអស់គ្នាខ្ញុំដាក់អាំងម្ដងមួយអ្នកទាំងអស់គ្នាចង់ញ៉ាំសាច់គោដាក់អាំងសាច់គោចង់ញ៉ាំសាច់ជ្រូកដាក់សាច់ជ្រូកខ្ញុំដាក់អាំងលាយគ្នាទាំងអស់ហើយខ្ញុំក៏បោកដាក់បន្លែយើងដាក់ចូលជុំវិញខ្ទះហ្នឹងអ្នកទាំងអស់គ្នាដើម្បីឲ្យវាឆ្អិនសាច់ហើយបន្លែយើងក៏វាឆ្អិនស្មើគ្នាអីចឹងទៅហើយបន្លែខ្ញុំដាក់អាំងជុំវិញសាច់យើងហ្នឹងអ្នកទាំងអស់គ្នាដាក់អាំងបន្លែហ្នឹងខ្ញុំដាក់ស្ពៃបកគោយើងដាក់តកួនយើងដាក់ផ្សិតម្ជុលយើងចូលដាក់ប៉ុតជុំវិញសាច់យើងហ្នឹងទៅហើយកុំភ្លេចមើលសាច់យើងផងយ៉ាត់ខ្លោចអ្នកទាំងអស់គ្នាអាសាមើលតែផែត្រឡប់ផងដាក់ចឹងសាច់យើងចាប់ឆ្អិនដោយសារសាច់យើងស្ដើងអ្នកទាំងអស់គ្នាហើយនេះជាសាច់យើងដែលយើងអាំងឆ្អិនហើយខ្ញុំអាំងឲ្យឆ្អិនល្អពេកទេហើយនេះជាបន្លែខ្ញុំក៏បុកខ្ទឹមប្រាំងថែមដោយសារខ្ទឹមប្រាំងសមជាតិខ្ញុំដាក់ប្រហើយហ្មងទៅជាទុកចោលហើយនេះសាច់យើងឆ្អិនហើយក៏ចុចមកហើយជ្រក់ទឹកជ្រលក់យើងហើយបន្តមកអ្នកទាំងគ្នាអាចភ្លក់ហូបបានហើយអាំងប្រាហូបបានឆ្ងាញ់ក្តៅអ្នកទាំងគ្នាគឺថាវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាយបាយជួបគ្នាវីដេអូក្រោយថ្មីទៀតណាហើយនៅtrongវីដេអូនេះខ្ញុំដាក់សលេងស៊ីនដើមដែលខ្ញុំកំពុងញ៉ាំណាអ្នកទាំងគ្នា